នាព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2026រដ្ឋបាលខេត្តកណ្ដាលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារប្រចាំឆ្នាំ2026និងលើកទិសដៅបន្តរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្ដាលតាមប្រព័ន្ធអនឡាញក្រោមអធិបតីភាពលោកជំទាវ ស្រុនស្រីនាងអភិបាលរងខេត្តកណ្ដាលព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធផងដែរលោកជំទាវ ស្រុនស្រីនាងអភិបាលរងខេត្តកណ្ដាលនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលហៅកាត់ថាកខបចក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការទប់ស្កាត់និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយក្នុងន័យធានាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់គ្រប់រូបភាពការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើមជាពិសេសត្រូវផ្សព្វផ្សាយបំផុសឲ្យបានញឹកញាប់ចំពោះមូលដ្ឋានភូមិឃុំណាដែលមានបញ្ហាខាងលើនេះកើតឡើងច្រើនក្នុងកិច្ចប្រជុំនេះផងដែរលោកជំទាវអភិបាលរងខេត្តបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដែលបានអនុវត្តសកម្មភាពការងារកន្លងមកក្នុងការបង្ការបង្ក្រាបទប់ស្កាត់អំពើជួញដូរមនុស្សការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារការធ្វើចំណាក់ស្រុកដោយប្រថុយប្រថាននិងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានយ៉ាងមានប្រសិទ្ធភាពលោកជំទាវអភិបាលរងខេត្តបានស្នើដល់អង្គប្រជុំទាំងមូលត្រូវធ្វើការពិនិត្យពិភាក្សានិងផ្ដល់ជាធាតុចូលទៅលើរបាយការណ៍ក្នុងកិច្ចប្រជុំដើម្បីធានាថាមានភាពច្បាស់លាស់និងត្រឹមត្រូវពិសេសសូមអង្គប្រជុំទាំងមូលផ្ដល់ជាមតិយោបល់និងលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងាររបស់ខ្លួនដើម្បីរួមគ្នាពិភាក្សារកដំណោះស្រាយឲ្យបានទាន់ពេលវេលា